ពុកម៉ែបងប្អូនទាំងអស់គ្នាអានេះខ្ញុំចង់ណែនាំថ្នាំមួយប្រភេទណាវិធីសាស្ត្រថ្នាំមួយប្រភេទនេះគឺជាបទពិសោធន៍របស់ខ្លួនខ្ញុំដែលខ្ញុំកើតចំពោះខ្លួនខ្ញុំហើយខ្ញុំបទពិសោធន៍ផ្ទាល់ប្រើភ្លាមមានប្រសិទ្ធភាពភ្លាមអានេះគឺជាស្លឹកក្រូចសើចណាបងប្អូនសម្រាប់បងប្អូនណាដែលមានជំងឺលើសឈាមហើយជាពិសេសបងប្អូនណាដែលមានអាការៈរោយកកយើងរោយកភ្លាមហ្នឹងណាលើសឈាមនិងរោយកកយើងរោយកភ្លាមតាពីភ្លាមបាត់ភ្លាមយកស្លឹកក្រូចសើចមួយសន្លឹកចឹងនេះជាប់គ្នាពីរចឹងយកតាពីហើយហូបទឹកធម្មតាទៅមួយថ្ងៃ2ដងទៅអញ្ចឹងអាការៈលើសឈាមក៏ជាសះស្បើយហើយអាការៈដែលរោយកតាពីភ្លាមបាត់ភ្លាមណាបងប្អូន